ទី1បាទគូឯកទី7ដឹកទី1ដើរចូលពីបាទចម្រុងប្រាក់1 2បាទមេសាយ៉ាគូនេះរៀងធ្ងន់តិចឯងបងប្អូនរៀងធ្ងន់តិចហើយទស្សនាបានកុំឲ្យព្រឹកភ្នែកអសោះដើរចូលពីចម្រុងមួយជើងពីចម្រុងបោះសងមួយដៃពីរដៃពីរបាទមេសាមកភ្លាមតែម្ដងកាប់ជើងក្រៅមួយបាទមានជើងមានដៃមកទាំងតែម្ដងធាក់ទុកមួយពីមេសារំពងព្រះច័ន្ទមួយស្រាលកាប់ជើងក្រៅមួយពីចម្រុងយ៉ាបេះមុខមួយដៃវ៉ាវដើរចូលធាក់ទុកមួយដូចចំកណ្ដាលមាត់បាទពីចម្រុងមួយសងមួយបាទណាត់ដូចគ្នាដើរចូលធ្វើអីធាក់មួយពីបាទមេសាធាក់ទុកមួយវិញពីចម្រុងបញ្ជាក់ចម្រុងបង្គោលក្រហមមេសាបង្គោលខៀវយ៉ាញួយមួយពីមេសាយល់ដៃមួយពីបាទចម្រុងហើយក៏ធាក់ទុកសងមួយពីមេសាហើយយកកាប់ជើងក្រោមមួយក៏សងមកដៃពីលើវិញពីបាទចម្រុងបាទលឿនតែម្ដងគូនេះបាទបោះមួយពីតែនេះកាប់មួយសងទៅវិញមកវ៉ាវបញ្ជាក់បងប្អូនគូនេះសន្លប់មានប្រាក់ឧបត្ថម្ភបាទហើយចូលប្រាក់ខាងលើតិចសងទៅវិញទៅមកផ្លឹបបាទនេះវិញឯងមួយវ៉ាវបាទមេសាខាងលើហើយក៏ចម្រុងសងខាងក្រោមកាប់ជើងក្រោមមួយបាទរងមុខតែចាត់មួយពេញមុខតែម្ដងបាទហើយចូលពីមេសាធ្វើបានសម្ដេចទេឬក៏ចម្រុងហើយចូលដូចគ្នាទឹកប្រាក់នៅខាងមុខយើងបាទគឺចំនួន$25សហរដ្ឋអាមេរិកដើរចូលកាប់ជើងក្រោមវិញវ៉ាវកាប់សងវិញតែមិនដល់ទេដល់នេះមួយបង្គោលធៀនតែមិនតដើរចូលកាប់ជើងក្រោមវិញកាប់សងវិញពីបង្គោលក្រហមមានមកមួយពីបាទបោះជើងតែមិនដល់ទេដើរចូលពីចម្រុងដើរចូលមួយជើងសងមួយជើងមួយដៃពីដៃចាក់ចង្គង់មួយពីចម្រុងពីចង្គង់ពីចម្រុង3ចង្គង់ម្ដងសងមួយវិញពីបាទចាក់ចង្គង់ពីចម្រុងចាក់ពីចម្រុងនោះយ៉ាងម៉េចហើយយ៉ាងម៉េចមេសាចាប់លោកគ្រូអាញាកដាលសោរបស់អាណត្តិចាប់បំបែកដើរជួលអូបោះរងប្រចាំមួយធាក់ទុកមួយពីបាទមួយមកកាប់បាទថ្លៃមួយជើងនោះចូលមួយពីចាក់ចង្គង់ពីចម្រុងវ៉ាវឡមែនទេគូនេះលោកគ្រូអាញាកដាលសោរបស់អាណត្តិចាប់បំបែកដើរចូលពីចម្រុងបន្តយើងនៅសល់មកចំនួន4វិនាទីចាក់ចង្គង់ពីចម្រុងបាទឃើញថាចម្រុងចុចទី1គូឯកទី7ទឹកទី2បានចូលមកដល់ញញឹមដាក់គ្នាមួយរក្សាចំហក៏តេះជើងក្រោមបាន2ជើងទឹកទី1មានទៅមានមកមានកែងមានជង្គង់បាទមានទាត់ខាងលើទាត់ខាងក្រោមបញ្ញាក់ជើងវាយដៃប៉ុន្តែទឹកទី2នេះក៏ចាប់ផ្ដើមតេះដូចគ្នាដែរទាត់ជើងក្រោមធ្ងន់2គីឡូកោបង្គោលក្រហមបាទនេះចម្រុងស៊ូចូលចាក់បាន2ជង្គង់បាទអូយបងប្រុសគាត់ជូន100000រៀលទៀតបើសិនជាបង្គោលណាមួយបាទផ្ដួលឲ្យគូឲ្យសន្លប់ថាវិការលើកទឹកចិត្តគាត់ឡើងដល់2000000រៀលហើយទាត់មួយជើងវាយបានទៅស្ដាំម្ដាយពីបង្គោលខៀវល្អដូចជាគ្នាយ៉ាងនេះចាំទស្សនាទាំងអស់គ្នាថាតើគូនេះផ្ដួលដៃគូឲ្យសន្លប់ឬក៏ចាប់ទឹកទី3យើងអត់ទាន់ដឹងទេការដាក់សម្ពាធពីបង្គោលក្រហមនៅតែដល់ចូលតែប៉ុន្តែបង្គោលខៀវលីបន្ថៅចាំកាត់ចាក់បាន3ជង្គង់ពីបង្គោលក្រហមសូមមកវិញបាន1ជង្គង់ពីបង្គោលខៀវលោកគ្រូអ្នកកដាលបំបែកទៅទៀតធាក់ទល់មួយជើងវាយក្បាលពោះទាត់បានមួយជើងពីបង្គោលក្រហមនេះចម្រុងបង្គោលខៀវមេសាស៊ូចូលចាប់ជើងជាប់ហនុមានតមានណតស្ពានតែតអត់ជាប់តអត់ជាប់ក៏នេះញ៉ាឆ្វៃវាយស្ដាំតម្លៃថ្វាយផ្កាហើយក៏ថែមមួយជើងជួសមុតនេះតស្ពានមួយទៀតអត់អីទេបាទមិត្តភាពប៉ុន្តែការប្រកួតមិនមិត្តភាពអីយ៉ាបង្គោលក្រហមរៀងធ្លាក់ឲ្យខ្ញុំតិចរៀងធ្លាក់ឲ្យខ្ញុំតិចហើយបង្គោលក្រហមចាក់ជ្រុះចូលទាំងទីនេះកម្មទី3កន្លះគាត់មួយចោលបង្គោលខៀវថាអត់បញ្ហាដើរចូលពីក្រហមប្រាក់មួយជើងខ្ទិប2ម៉ែត្រអូយប្រាក់ធ្ងន់ណាស់ចាប់ជើងជាប់គាត់មួយជើងថែម
ពីបង្គោលក្រហមនេះចម្រុះវៃក្បាលពួកចាក់ថែមបានពីជង្គង់ផ្ដួលបោកផ្ដួលពីបង្គោលខៀវតែអត់ដូចទេអាយ៉ាបង្គោលក្រហមរបស់យើងរៀងធ្លាក់ញ៉ាំមិនតិចហើយក្រហមធ្លាក់ញ៉ាំតិចហើយប្រហែលចូលតាណាសំណងមកទៅអ្នកសម្ពាធចាក់បានពីជង្គង់គ្រាជាប់ពីបង្គោលខៀវបោកមួយប្រាវអូយក្រហមរៀងបាត់ញ៉ាំខៀវក៏រៀងបាត់ញ៉ាំដែរទឹកទី2នេះលែងញ៉ាំដាក់គ្នាហើយទឹកទី2លែងញ៉ាំដាក់គ្នាហើយសម្រាប់ចូលពីបង្គោលក្រហមដាក់សម្ពាធចាក់បានជង្គង់អូស្អាតណាស់ទប់លុបចូលធុងស៊ុបឲ្យបានពីជង្គង់បីជង្គង់ទាត់មួយជើងទៀតពីបង្គោលក្រហមកិច្ចផុតពីបង្គោលខៀវមេសាអាកណោជាប់ចាក់ជង្គង់បានពីចម្រុងទាត់បានមួយជើងទៀតពីចម្រុងដល់ចូលដាក់សម្ពាធមានទឹកខើស្រែរៀងក្តៅស្លឹកជាតែខ្ញុំចង់បានជាជំនះចង់បានប្រាក់រង្វាន់អញ្ចឹងទេខ្ញុំអត់ប៉ុណ្ណីទេខ្ញុំចង់បានជាជំនះត្រូវតែបដួលដៃគូឲ្យសន្លប់នៅក្នុងទឹកណាមួយអាយ៉ាដាក់ក្តីរំពឹងលើខ្លួនឯងដល់ចូលໄວក្បាលពួកមួយក៏តតសមកវិញពីបង្គោលខៀវហើយជួចាក់ជង្គង់ពីបង្គោលក្រហមគ្រាជាប់បោកមួយប្រាវជាទឹករាច់ព្រាត់បាទសុំសម្លេងគាំទ្រឲ្យគូ IT 7មួយទៀតមកអូយបញ្ជាក់ម្ដងទៀតសម្រាប់អ្នកទាំងពីរណាបាទវាយស្លាប់ 100000 វាយឈ្នះ 100000 ឥឡូវបង្គោលក្រហមដាក់ខ្ញុំចង់បានទាំងពីរទាន់មកចូលចាក់ទៅមួយជង្គង់ស៊ូចូលពីណូហើយបាទបង្គោលស1បង្គោលស2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
បុកប្រកួតបន្ត អត់បញ្ហាទេប្រគួតបន្តសម្រាប់អ្នកក្នុងគុំដល់ចូលមានទឹកធួស្រែចូលមកមួយជើងទៀតទៅបាត់ហើយលោកគ្រូអញ្ញាកណ្ដាលបញ្ឈប់ការប្រកួតទៅហើយ វ៉ា អ្នកបន្ទាយមានជ័យយកឈ្នះទៅលើអ្នកត្បូងឃុំទៅហើយអាយយទីបំផុតគេអាចធ្វើបានទីបំផុតអ្នកចម្រុងអាចធ្វើបានមែនបាទងឹតស្មានមិនដល់ទេគូនេះល្អដូចគ្នាតែបញ្ចប់ដោយបាទមានម្នាក់បោះបង់ការប្រកួតនៅក្នុងទឹកទី3យ៉ាងណាផ្លូវដើរអ្នកទាំងពីរនេះគឺនៅវែងឆ្ងាយណាស់បងប្អូនទំពាំងល្អអ្នកទាំងពីរនេះក៏បាច់ល្អណាស់បាទល្អមែនទែនអនាគតពួកគាត់នឹងទៅល្អខ្លាំងហើយឥឡូវយើងកលេចមើល LED ដែលជារូបភាពយឺតវិញឥឡូវនេះវាយក្បាលពួរចាក់ជង្គង់មួយភ្លឹបនេះកន្លែងឆ្ងាញ់វាយក្បាលពួរទៅហាក់អត់ទាត់ប្រហែលមួយជើងទៀតនេះកាប់តឡាច់អាយយបាទរួមចែបាទចែអូបាទមុននឹងប្រកាសលទ្ធផលសូមសម្លេងគាំទ្រឲ្យបង្គោលក្រហមមួយទៀតមកល្អមែនទែនសម្រាប់អ្នកទាំងពីរបាទល្អក្បាច់ល្អការប្រកួតរបស់គាត់អនាគតល្អខ្លាំងណាស់ចាំមើលសរសើរទាំងពីរបាទពីព្រោះល្អទាំងពីរមែនល្អណាស់ខ្ញុំបាទក៏សូមប្រគល់តួនាទីទៅគណៈកម្មការបច្ចេកទេសដើម្បីរៀបចំដើម្បីប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមឈ្នះកីឡាករបង្គោលខៀវដោយបង្គោលខៀវសន្លប់នៅក្នុងទឹកទី3អបអរសាទរកីឡាករ